សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទចូលធូហ្គាមីនៅថ្ងៃនេះយើងនឹងមកបន្តជាមួយនឹងសាច់រឿង Fate Zero របស់យើងជាភាគបន្តអធិស្ឋានចំពោះគ្នាយើងខ្លាំងមែនទែនចំពោះការចេញវីដេអូយឺតដោយសារតែខ្ញុំគឺព្យាយាមបញ្ចប់ជាមួយនឹងសាច់រឿងស្នេហាដោយសារតែអញ្ចឹងហើយខ្ញុំនឹងគឺអត់បានធ្វើរឿងភាគតនៅក្នុង channel មួយនេះទេប៉ុន្តែมันបាច់ព្រួយទៅគ្នាយើងចាប់ពីពេលនេះតទៅខ្ញុំនឹងចេញមួយថ្ងៃមួយភាគដើម្បីបញ្ចប់ជាមួយនឹងសាច់រឿងមួយនឹងហើយឥឡូវយើងកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់វីដេអូតែម្ដងហេតុការណ៍បានបន្តអំពីអេពីសូតមុននៅក្នុងអេពីសូតមុនយើងគឺពិតជាដឹងហើយថា Saber នាងគឺត្រូវតែប្រយុទ្ធជាមួយនឹងបុរសម្នាក់ដែលគាត់មានឈ្មោះថា Lancer ឬក៏មានន័យថាអ្នកប្រើប្រាស់លំពែងបន្ទាប់ពីពួកគេបានបញ្ចប់ជាមួយនឹងការសន្ទនាពួកគេទាំងពីរចាប់ផ្ដើមបើកការវាយប្រហារទៅកាន់គ្នាទៅវិញទៅមកតែម្ដងបន្តមកសាច់រឿងបានកាត់បង្ហាញអំពីអ៊ីមីយ៉ាហើយនិងមិត្តភ័ក្តិរបស់គាត់វិញយើងគឺបានឃើញថាពួកគេទាំងពីរនឹងគឺមិនបានធ្វើដំណើរទៅណាឆ្ងាយទេដែលពួកគេគឺកំពុងតែសង្ងំនៅកន្លែងនឹងឯងចំណែកឯគម្រោងការរបស់អ៊ីមីយ៉ាវិញទី1គាត់គឺចង់ឃើញជាមួយនឹងសមត្ថភាពរបស់ Saber ចំណែកឯទី2គាត់នឹងខ្លំមើលដែលថាអ្នកណាគេគឺជាលោកម្ចាស់របស់ Lancer បើសិនជាគាត់រកឃើញគាត់នឹងសម្លាប់មនុស្សម្នាក់នោះជាមិនខានចំណែកឯការប្រកួតគ្នារបស់ Saber ហើយនិង Lancer ឯណែវិញយើងគឺបានឃើញថា Saber ពិតជាពិបាកទប់ទល់ជាមួយនឹង Lancer ខ្លាំងណាស់ដោយសារតែគាត់គឺមានលំពែងចំនួន2អញ្ចឹងហើយលំពែងទី1គាត់គឺវាយសម្ដៅទៅកាន់ Saber ចំណែកឯលំពែងទី2គាត់នឹងគឺការពារខ្លួនដោយសារតែអញ្ចឹងហើយ Saber ពិតជាពិបាកស្មានខ្លាំងណាស់ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Saber ក៏អាចវាយទៅកាន់ Lancer ដែលធ្វើឲ្យគាត់ក៏មានរបួសភ្នែកបន្តិចផងដែរចំណែកឯ Lancer វិញគាត់គឺមិនអាចលេងសើចជាមួយនឹង Saber ទៀតបានទេដោយសារតែ Saber នឹងគឺជាបុព្វបុរសនៅក្នុងរឿងនិទានបុរាណខុសពីគាត់ដែលថាគាត់ត្រឹមតែជាមនុស្សបុរាណធម្មតាតែប៉ុណ្ណោះចំណែកឯ Saber វិញគឺជាប់ឈ្មោះនៅក្នុងរឿងនិទានអញ្ចឹងហើយមានន័យថានាងគឺមិនធម្មតានោះទេចំណែកឯខាងអ៊ីមីយ៉ាវិញនៅពេលដែលគាត់បានប្រើជាមួយនឹងកំភ្លើង Snap របស់គាត់ Snap ចោះ Snap ឡើងនឹងគាត់គឺបានឃើញជាមួយនឹងបុរសម្នាក់ដែលគាត់នឹងគឺកំពុងតែឈរលើដំបូលអញ្ចឹងហើយអ៊ីមីយ៉ាគាត់គឺដឹងយ៉ាងច្បាស់ថាបុរសម្នាក់នឹងហើយគឺជាលោកម្ចាស់របស់ Lancer ប៉ុន្តែនៅពេលដែលអ៊ីមីយ៉ាគាត់គឺបានកលេចទៅម្ខាងទៀតគាត់គឺបានឃើញជាមួយនឹងបុព្វបុរសនៅក្នុងសម័យបុរាណមួយទៀតដែលគេគឺជា Assassin ហើយយើងគឺពិតជាដឹងហើយថា Assassin នឹងគឺជាកូនចៅរបស់អ្នកណាគេគឺជាកូនចៅរបស់គីរីនឹងឯងចំណែកឯមូលហេតុដែល Assassin ធ្វើដំណើរមកទីនេះវិញគឺមិនមែនប្រយុទ្ធគ្នាជាមួយនឹងពួកគេទេប៉ុន្តែ Assassin គឺស៊ើបយកជាមួយនឹងព័ត៌មានដើម្បីប្រាប់ទៅកាន់លោកម្ចាស់របស់គេ Assassin បាននិយាយទៅកាន់លោកម្ចាស់របស់គេថានៅពេលនេះមនុស្សនៅក្នុងសម័យបុរាណចំនួន2នាក់គឺជា Saber ហើយនិង Lancer ពួកគេទាំងពីរគឺកំពុងតែប្រយុទ្ធគ្នាអញ្ចឹងហើយ Assassin បានសួរទៅកាន់លោកម្ចាស់របស់គេថាតើយើងមានគម្រោងការអីអត់ចំណែកឯគីរីឯនេះវិញនៅពេលដែលគាត់ទទួលបានជាមួយនឹងព័ត៌មានអំពី Assassin គាត់ក៏បាននិយាយជាមួយនឹងព័ត៌មានទាំងអស់នោះប្រាប់ទៅកាន់ Togami ផងដែរហើយខ្ញុំគឺសូមបញ្ជាក់គ្នាយ៉ាងបន្តិចថា Togami នឹងគាត់នឹងគឺមិនតាន់ដឹងទេដែលថា Assassin នឹងគឺជាកូនចៅរបស់គីរីនៅពេលដែល Togami គាត់ទទួលបានជាមួយនឹងព័ត៌មានអំពីគីរីរួចហើយគាត់បាននិយាយទៅកាន់គីរីថាមិនអីទេគាត់នឹងបញ្ជូនជាមួយនឹង Gokame ចូលទៅក្នុងសង្គ្រាមមួយនោះចំណែកឯការប្រកួតគ្នារបស់ Lancer ហើយនិង Saber នេះវិញលោកម្ចាស់របស់ Lancer បាននិយាយទៅកាន់ Lancer ថាយើងគឺបញ្ជាឲ្យឯងសម្លាប់ទៅកាន់ Saber ឲ្យបាននៅពេលដែលឮអញ្ចឹង Lancer គាត់ក៏បានកែប្រែទៅកាន់លំពែងរបស់គាត់ខ្លាចទៅជាលំពែងពណ៌ក្រហមហើយគាត់បាននិយាយទៅកាន់ Saber ថាសុំទោសផងណានៅពេលនេះលោកម្ចាស់របស់ខ្ញុំគឺបញ្ជាខ្ញុំឲ្យសម្លាប់នាងហើយបន្ទាប់ពីនិយាយចប់ Lancer គាត់ក៏បានបើកការវិវហារទៅកាន់ Saber តែម្ដងយើងគឺបានឃើញថាបន្ទាប់ពីគាត់បានកែប្រែលំពែងរបស់គាត់ខ្លាចទៅជាលំពែងពណ៌ក្រហមវាគឺមានជាមួយនឹងកម្លាំងខ្លាំងជាងមុនចំណែកឯល្បឿនរបស់វាក៏កាន់តែលឿនដែរដែលធ្វើឲ្យ Saber នាងគឺគេចសឹងតែមិនទាន់ Lancer បាននិយាយទៅកាន់ Saber ថាយើងប្រយុទ្ធគ្នាដូចជាយូរដែរហើយប៉ុន្តែគាត់នឹងគឺមិនឃើញ Saber ប្រើប្រាស់ជាមួយនឹងអាវុធពិតប្រាកដរបស់នាងយកមកប្រើទេអញ្ចឹងហើយគាត់គឺចង់ឲ្យ Saber ប្រើប្រាស់ជាមួយនឹងកាំបិតពិតប្រាកដរបស់នាងយកមកប្រើដោយសារតែគាត់គឺចង់ឃើញប៉ុន្តែ Saber បាននិយាយទៅកាន់ Lancer វិញថានាងគឺមិនអាចប្រើបានទេបើសិនជានាងហ៊ានតែប្រើជាមួយនឹងកាំបិតរបស់នាងច្បាស់ណាស់ Lancer នឹងស្លាប់តែម្ដងនៅពេលដែលអញ្ចឹង Lancer គាត់ក៏រៀងអស់សំណើចដែររួចពួកគេទាំងពីរក៏ចាប់ផ្ដើមប្រកួតគ្នាម្ដងទៀតចំណែកឯ Saber វិញនាងគឺចាប់ផ្ដើមស្មាននាងគឺស្មានថាបើសិនជា Lancer ចូលមកកាប់នាងនឹងកិច្ចហើយនាងគឺនឹងយកជាមួយនឹងអាការមួយនេះកាប់សម្ដៅទៅកាន់ករបស់គាត់តែម្ដងនៅពេលដែលនាងគិតរួចហើយនាងក៏បានធ្វើតាមហើយវាពិតជាអញ្ចឹងពិតមែន Lancer គាត់ក៏បានចាក់សម្ដៅទៅកាន់ពោះរបស់ Saber ប៉ុន្តែអ្វីដែលចម្លែកគាត់នឹងគឺអាចធ្វើឲ្យ Saber មានរបួសបានចំណែកឯប្រពន្ធរបស់អ៊ីមីយ៉ាវិញនៅពេលដែលនាងបានឃើញទៅកាន់ Saber មានគ្រោះថ្នាក់នាងក៏បានប្រើជាមួយនឹងវេទមន្តរបស់នាង
ព្យាបាលទៅកាន់ Saber ផងដែរចំណែកឯ Lancer វិញគាត់បាននិយាយទៅកាន់ Saber ថាតើ Saber អត់ដឹងទេមែនបើសិនជាគាត់កែប្រែលំពេងរបស់គាត់ខ្លាចទៅជាពណ៌ក្រហមទោះបីជា Saber ពាក់ជាមួយនឹងអាវក្រពិតមែនក៏គាត់អាចកាប់ Saber មានរបួសដែរនៅពេលដែលលឺអញ្ចឹង Saber នាងក៏សម្រេចចិត្តថាដោះអាវក្រោះនាងចេញដើម្បីធ្វើឲ្យខ្លួនប្រាណរបស់នាងកាន់តែស្រាលជាងមុនបន្ទាប់មកពួកគេទាំងពីរចាប់ផ្ដើមប្រកួតគ្នាម្ដងទៀតប៉ុន្តែនៅពេលនោះដោយសារតែ Lancer គាត់មិនប្រយ័ត្នគាត់នឹងគឺបានចបោកជើងដួលដោយសារតែវាគឺជាអាការរបស់ Saber នាងក៏បានប្រើជាមួយនឹង Ultimate របស់នាងវាយសម្ដៅទៅកាន់ Lancer តែម្ដងប៉ុន្តែវាគ្រាន់តែជាអន្ទាក់របស់ Lancer តែប៉ុណ្ណោះដែលគាត់នឹងគឺធ្វើជាចបោកជើងនឹងដោយសារតែគាត់គឺបានឆ្កឹះជាមួយនឹងលំពេងរបស់គាត់មួយទៀតឲ្យវាឡើងមកដោយសារតែ Saber កាប់សម្ដៅទៅកាន់គាត់អញ្ចឹងហើយគាត់ក៏អាចកាប់សម្ដៅទៅកាន់ Saber វិញបានដែរដោយសារតែអញ្ចឹងហើយណាមួយដោយសារតែ Saber នាងគឺគ្មានជាមួយនឹងអាវក្រោះការពារទេនាងក៏សម្រេចចិត្តថាហក់ចេញតែម្ដងដោយសារតែការអកសើរបស់ពួកគេទាំងពីរដែលធ្វើឲ្យ Lancer ហើយនិង Saber ពួកគេទាំងពីរគឺមានជាមួយនឹងរបួសរៀងខ្លួនប៉ុន្តែរបួសរបស់ Lancer ក៏ចាប់ផ្ដើមជាភ្លាមៗដោយសារតែលោកម្ចាស់របស់គាត់នឹងគឺបានព្យាបាលមកកាន់គាត់ចំណែកឯប្រពន្ធរបស់ Emilia វិញនាងគឺមិនអាចព្យាបាលទៅកាន់ Saber ទៀតបានទេដោយសារតែលំពេងរបស់ Lancer វាគឺមានជាមួយនឹងជាតិពឹសដោយសារតែអញ្ចឹងហើយប្រពន្ធរបស់ Emilia គឺមិនអាចព្យាបាលទៅកាន់ Saber បានទេដោយសារតែមើលទៅដូចជាគ្មានជាមួយនឹងមធ្យោបាយទេអញ្ចឹងហើយ Saber នាងក៏សម្រេចចិត្តថាយកជាមួយនឹងអាវក្រោះរបស់នាងយកមកពាក់ម្ដងទៀតចំណែកឯ Lancer វិញគាត់នឹងក៏បាននិយាយសរសើរទៅកាន់ Saber ដែរគាត់បាននិយាយថានាងគឺជាបុព្វបុរសនៅក្នុងរឿងនិទានមិនខុសពិតមែនដោយសារតែនាងគឺពិតជារឹងមាំណាស់ទោះបីជានាងជាមនុស្សស្រីក៏ដោយបន្ទាប់មកពួកគេទាំងពីរបាននិយាយសំណេះសំណាលគ្នាបន្តិចបន្តួចនៅពេលដែលពួកគេនិយាយចប់នៅពេលដែលពួកគេទាំងពីរបំរុងនឹងប្រយុទ្ធគ្នាម្ដងទៀតទៅហើយស្រាប់តែ Iskander គាត់គឺបានធ្វើដំណើរមកដល់កាត់ចង្វាក់ទៅកាន់ពួកគេទាំងពីរហើយគាត់បាននិយាយទៅកាន់ពួកគេថាមេឃចាប់ផ្ដើមភ្លឺហើយវាក៏មិនមែនជាពេលដែលពួកយើងទាំងអស់គ្នាត្រូវតែប្រយុទ្ធគ្នាដែរប៉ុន្តែវាគឺជាពេលវេលាដែលពួកយើងទាំងអស់គ្នាគួរតែសហការគ្នាក្នុងក្រុមតែមួយដើម្បីកម្ចាត់ទៅកាន់ The Grail Iskander បាននិយាយទៅកាន់ពួកគេទាំងពីរថាវាគឺជាពេលវេលាដែលពួកយើងគួរតែសហការគ្នាវាមិនមែនជាពេលដែលពួកយើងគួរតែប្រយុទ្ធគ្នានោះទេប៉ុន្តែមើលទៅកាន់ Laser ហើយនិង Saber នឹងពួកគេទាំងពីរគឺមិនយល់ស្របទេពួកគេបាននិយាយទៅកាន់ Iskander ថាពួកគេគឺទទួលស្គាល់ថា Iskander គាត់គឺជាស្ដេចនៃសង្គ្រាមគាត់គឺធ្វើសង្គ្រាមមិនដែលចាញ់ទេប៉ុន្តែសំទោសផងវាគឺជាពេលវេលាដែលពួកគេត្រូវតែប្រយុទ្ធគ្នាដើម្បីកិត្តិយសអញ្ចឹងហើយពួកយើងទាំងអស់គ្នាគឺគ្មានជាមួយនឹងសព្វនមិត្តគឺគ្មានជាមួយនឹងមិត្តភក្តិទេអ្វីដែលយើងជួបវាគឺជាសត្រូវរបស់យើងទាំងអស់ចំណែកឯ Saber វិញនាងក៏យល់ស្របតាមការនិយាយរបស់ Lancer ដែរនាងបាននិយាយថាពួកយើងទាំងពីរកំពុងតែប្រយុទ្ធគ្នាបើសិនជា Iskander ចេញមកអញ្ញាអញ្ចឹងពួកគេនឹងវាយទៅកាន់ Iskander ដែរហើយប៉ុន្តែនៅពេលនោះលោកម្ចាស់របស់ Lancer បាននិយាយទៅកាន់ពួកគេថាយើងគឺមិននឹកស្មានតតែសោះថាក្មេងប្រុសម្នាក់នោះគឺជាអ្នកកហៅឯងមកហើយគាត់គឺថែមទាំងស្គាល់ឈ្មោះទៅកាន់វ៉ាន់ថែមទៀតចំណែកឯមូលហេតុវិញលោកម្ចាស់របស់ Lancer នឹងហើយគាត់នឹងគឺជាលោកគ្រូរបស់វ៉ាន់គាត់បាននិយាយទៅកាន់វ៉ាន់ថាយើងគឺមិននឹកស្មានតតែសោះថាកូនសិស្សល្ងងដូចជាឯងគឺអាចមានជាមួយនឹងសមត្ថភាពក៏ហៅទៅកាន់មនុស្សសម័យបុរាណបានដែរអញ្ចឹងហើយមានន័យថាឯងក៏ជាសត្រូវរបស់យើងផងដែរចំណែកឯ Iskander វិញគាត់ក៏បាននិយាយលួងលោមទៅកាន់វ៉ាន់ហើយគាត់បាននិយាយទៅកាន់លោកគ្រូរបស់វ៉ាន់ថាទោះបីជាយ៉ាងណាវ៉ាន់ក៏គ្រាន់បើជាងលោកគ្រូរបស់វ៉ាន់ដែរដោយសារតែវ៉ាន់គឺហ៊ានប្រឈមមុខជាមួយនឹងមនុស្សសម័យបុរាណចំនួន2នាក់ទៀតចំណែកឯលោកគ្រូរបស់វ៉ាន់វិញគាត់នឹងគឺបានត្រឹមតែឈរនៅកន្លែងស្ងាត់តែប៉ុណ្ណោះបន្ទាប់មក Iskander ក៏នៅតែបន្តនិយាយទៅកាន់ Lancer ហើយនិង Saber ទៀតថាពួកយើងគួរតែរួមជាមួយនឹងកម្លាំងគ្នាដើម្បីកម្ចាត់ទៅកាន់ The Grail ចំណែកឯ Togami វិញដោយសារតែ Assassin គឺបានប្រមូលជាមួយនឹងព័ត៌មានប្រាប់មកកាន់គាត់អញ្ចឹងហើយគាត់មានអារម្មណ៍ថារឿងនេះហាក់ដូចជាអត់ស្រួលទេបើសិនជាពួកគេទាំងអស់គ្នាសហការគ្នានៅក្នុងក្រុមតែមួយច្បាស់ណាស់រឿងការធ្វើសង្គ្រាមជាមួយនឹង The Grail វាកាន់តែអញ្ញាអញ្ញៃជាមិនខានដោយសារតែអញ្ចឹងហើយ Togami គាត់ក៏សម្រេចចិត្តថាបញ្ជូន Gogame ចូលមកក្នុងសង្គ្រាមដែរតែម្ដងនៅពេលដែល Gogame គាត់បានធ្វើដំណើរមកដល់គាត់នឹងគឺអត់និយាយច្រើនទេគាត់ក៏បានប្រើជាមួយនឹងអាទីរបស់គាត់ដើម្បីបើកការវិវហាសម្លាប់ទៅកាន់ពួកគេតែម្ដងបន្ទាប់មកយើងក៏បានឃើញជាមួយនឹងការិយាដែលគាត់គឺកំពុងតែឈរនៅកន្លែងល្ងិតមួយហើយគាត់បាននិយាយថាសម្លាប់ពួកគេឲ្យអស់ទៅបន្ទាប់ពីគាត់និយាយចប់ស្រាប់តែលេចចេញជាមួយនឹងបុព្វបុរសនៅក្នុងសម័យបុរាណមួយទៀតក៏បានបង្ហាញខ្លួនចេញមកដែលមើលទៅកាន់គាត់គឺពោរពេញទៅដោយអោរ៉ាតែម្ដងចំណែកឯឈ្មោះរបស់គាត់វិញគឺមានអាហាសនាមថា The Ghost ឬក៏មានន័យថាមនុស្សឆ្កួតឬក៏ខ្មោចចំណែកឯខាងវ៉ាន់ឯនេះវិញនៅពេលដែលគាត់បានឃើញទៅកាន់ The Ghost គាត់នឹងគឺចាប់ផ្ដើមញ័រដៃញ័រជើងតែម្ដងដោយសារតែគាត់គឺដឹងថាបុរសម្នាក់នេះក៏ជាជើងខ្លាំងម្នាក់នៅក្នុងសម័យបុរាណដែរនៅពេលដែល The Ghost បានបង្ហាញខ្លួនចេញមកភ្លាមគាត់នឹងគឺបានសម្លឹងទៅកាន់ Gogame នឹងមិនដាក់ភ្នែកទេ
នៅពេលដែលឃើញអញ្ចឹង Gogame ហ្នឹងគាត់ក៏រៀងខឹងដែរដោយសារតែគាត់ហ្នឹងគឺជាស្ដេចណាគាត់ហ្នឹងគឺមិនឲ្យអ្នកណាគេសម្លឹងមកកាន់គាត់អញ្ចឹងទេដោយសារតែអញ្ចឹងហើយ Gogame គាត់ក៏បានបើកការវិវហារទៅកាន់ Dogo តែម្ដងប៉ុន្តែយើងគឺបានឃើញថាការវិវហាររបស់ Gogame គឺមិនអាចធ្វើអីទៅកាន់ Dogo បានទេដោយសារតែអញ្ចឹងហើយទើបធ្វើឲ្យ Gogame ហ្នឹងគាត់ខឹងកាន់តែខ្លាំងបន្ទាប់មកគាត់ក៏បានបញ្ចេញជាមួយនឹងអាវុធយ៉ាងច្រើនបាញ់សម្ដៅទៅកាន់ Dogo តែម្ដង ប៉ុន្តែយើងគឺបានឃើញថា The Go នឹងពិតជាខ្លាំងមែនទែនគាត់គឺអាចទប់ទល់ជាមួយនឹងការវាយប្រហាររបស់ Gokame នឹងបានទាំងអស់បន្ទាប់ពីគាត់បានទប់ទល់ជាមួយនឹងការវាយប្រហាររបស់ Gokame រួចហើយគាត់គឺថែមទាំងបើកការវាយប្រហារទៅកាន់ Gokame ថែមទៀតដោយសារតែអញ្ចឹងហើយ Gokame នឹងពិតជាក្តៅក្រហាយមែនទែន Gokame បាននិយាយទៅកាន់ The Go ថាអាចង្រៃឯងគឺហ៊ានធ្វើឲ្យស្ដេចឈរនៅលើដីផងយើងគឺមិនលើកលែងទោសឲ្យឯងទេបន្ទាប់ពីនិយាយចប់ Gokame គាត់ក៏បានប្រើជាមួយនឹងអាទីចុងក្រោយរបស់គាត់តែម្ដងដែលមើលទៅគឺពោរពេញទៅដោយកបិតតែម្ដង នៅពេលដែល Assassin បានឃើញជាមួយនឹងស្ថានភាពហាក់ដូចជាមិនស្រួលគាត់ក៏បានផ្ដល់ជាមួយនឹងព័ត៌មានទាំងអស់នេះឲ្យទៅកាន់ Togami បានដឹងផងដែរដោយសារតែអញ្ចឹងហើយ Togami គាត់ក៏សម្រេចចិត្តថាប្រើជាមួយនឹង spell វិទ្យាមន្តរបស់គាត់ដើម្បីកោះហេតុទៅកាន់ Gokame ឲ្យដកថយចំណែកឯ Gokame វិញនៅពេលដែលគាត់ដឹងថា Togami គឺបានបញ្ជាឲ្យគាត់ដកថយគាត់នឹងគឺពិតជាក្តៅក្រហាយមែនទែនប៉ុន្តែគាត់គឺមិនអាចបដិសេធបានទេដោយសារតែវាគឺជាសំណើរបស់លោកម្ចាស់របស់គាត់ដោយសារតែអញ្ចឹងហើយគាត់ក៏សម្រេចចិត្តថាដកថយ ប៉ុន្តែមុននឹងគាត់ចាកចេញគាត់បាននិយាយទៅកាន់ពួកគេថាយើងគឺលើកលែងទោសឲ្យឯងម្ដងចុះអាកូនឆ្កែប៉ុន្តែកុំឲ្យយើងជួបឯងលើក្រោយទៀតដែរសោះបើសិនជាយើងជួបឯងយើងគឺមិនឲ្យឯងរស់ទេនៅពេលដែល Gokame ចេញទៅបាត់ចំណែកឯ The Ghost វិញនៅពេលដែលគាត់បានឃើញទៅកាន់ Saber ស្រាប់តែគាត់នឹងគឺចាប់ផ្ដើមខឹងតែម្ដងហើយគាត់ក៏បានកោះហេតុទៅកាន់ដំបងរបស់គាត់ហក់វាយទៅកាន់ Saber តែម្ដងដែលមើលទៅដូចជាសុនអូខុងអញ្ចឹងចំណែកឯ Saber វិញដូចជាមិនអាចទប់ទល់ជាមួយនឹង The Ghost បានទេ ដោយសន្តានាងគឺបានប្រយុទ្ធគ្នាជាមួយនឹង Lancer អស់កម្លាំងណាស់ទៅហើយនៅពេលដែល Dogo គឺបំរុងនឹងវត្តនាងមិត្តបងដាច់ក្បាលបាត់ទៅហើយស្រាប់តែ Lancer គាត់ក៏បានចេញមកជួយហើយគាត់បាននិយាយទៅកាន់ Dogo ថាវាគឺជាចម្បាំងរវាងគាត់ហើយនឹង Saber អញ្ចឹងហើយ Dogo គឺមិនអាចលុកដៃចូលរួមបានទេនៅពេលដែលឃើញអញ្ចឹងលោកម្ចាស់របស់វ៉ាន់គឺបានបញ្ជាទៅកាន់ Lancer ឲ្យសម្លាប់ទៅកាន់ Saber ចោលទៅនៅពេលដែលឮអញ្ចឹង Lancer បាននិយាយទៅកាន់គាត់វិញថាគាត់គឺយកព្រមប៉ុន្តែគឺតោះត្រង់ថាមានជនទី3ចូលមករំខាន ប៉ុន្តែលោកគ្រូរបស់វ៉ាន់បាននិយាយទៅកាន់ Lancer ថាឥឡូវហ្នឹងយើងគឺអនុញ្ញាតឲ្យឯងសហការគ្នាជាមួយនឹង The Ghost ដើម្បីសម្លាប់ទៅកាន់ Saber ហើយគាត់គឺបានប្រើជាមួយនឹង spell វិទ្យាមន្តរបស់គាត់បញ្ជាទៅកាន់ Lancer ដើម្បីឲ្យគាត់សហការគ្នាជាមួយនឹង The Ghost សម្លាប់ទៅកាន់ Saber ចោលដោយសារតែវាគឺជាបញ្ជារបស់លោកម្ចាស់របស់គាត់ Lancer គាត់គឺមិនអាចបដិសេធបានទេអញ្ចឹងហើយគាត់គឺបានត្រឹមតែនិយាយសុំទោសទៅកាន់ Saber តែប៉ុណ្ណោះ ចំណែកឯ Saber វិញនាងក៏រៀងឆ្ងល់ដែរថាលោកម្ចាស់របស់នាងគឺជាអ៊ីមីយ៉ានឹងតែគាត់គឺកំពុងតែសន្ធិដ្ឋនៅទីណាចំណែកឯអ៊ីមីយ៉ាហើយនិងមិត្តភក្តិរបស់គាត់នៅពេលនេះវិញពួកគេនឹងគឺចាប់ផ្ដើមមានជាមួយនឹងកម្រងហើយដែលពួកគេនឹងសម្លាប់ទៅកាន់លោកគ្រូរបស់វ៉ាន់ចោលនៅពេលដែលអ៊ីមីយ៉ាបំរុងនឹងបាញ់ទៅកាន់លោកគ្រូរបស់វ៉ាន់ទៅហើយស្រាប់តែអ៊ីស្កាន់ឌឺគាត់គឺបានបើកការវិវហារទៅកាន់ The Ghost តែម្ដងដែលធ្វើឲ្យ The Ghost នឹងគឺមិនអាចក្រោករួចបានទេដោយសារតែអញ្ចឹងហើយ The Ghost គាត់ក៏បានរលាយបាត់ទៅ បន្ទាប់មក Iskander បាននិយាយទៅកាន់លោកគ្រូរបស់វ៉ាន់ថាឥឡូវនេះខ្ញុំគឺផ្ដល់ជាមួយនឹងអាកាសបើសិនជាលោកដកថយខ្ញុំគឺមិនតាមពួកលោកទេប៉ុន្តែបើសិនជាលោកចង់ប្រយុទ្ធខ្ញុំនឹងសហការគ្នាជាមួយនឹង Saber សម្រាប់ទៅកាន់បុព្វបុរសក្នុងសម័យបុរាណរបស់លោកជាមិនខានដោយសារតែអញ្ចឹងហើយលោកគ្រូរបស់វ៉ាន់គាត់ក៏សម្រេចចិត្តថាដកថយចំណែកឯខាង Saber ឯណែវិញយើងគឺបានឃើញថាដៃហើយនឹងខ្លួនប្រាណរបស់នាងវាគឺចាប់ផ្ដើមញ័រតែម្ដងបើសិនជានាងនៅតែបន្តប្រយុទ្ធទៀតច្បាស់ណាស់នាងនឹងស្លាប់ជាមិនខាន អញ្ចឹងហើយវាគឺសំណាងហើយដែល Iskander គាត់គឺបានចូលមកប្រឈប់ពួកគេតាន់ពេលមុននឹង Iskander ធ្វើដំណើរត្រឡប់ទៅវិញគាត់បាននិយាយទៅកាន់ Saber ថាខ្ញុំគឺសង្ឃឹមថានាងនឹងគិតជាមួយនឹងពាក្យសម្ដីដែលគាត់ចង់ឲ្យពួកគេនៅក្នុងក្រុមតែមួយដើម្បីកម្ចាត់ទៅកាន់ The Grail គាត់គឺសង្ឃឹមថានាងនឹងយល់បន្ទាប់ពីនិយាយចប់គាត់ក៏បានធ្វើដំណើរចាកចេញបាត់ទៅបន្ទាប់មកសាច់រឿងបានកាត់មកកាន់ការីយ៉ាឯនេះវិញនៅពេលដែលស្រមោលរបស់គាត់ត្រូវបានរលាយគាត់នឹងគឺចាប់ផ្ដើមប្រតិកម្មតែម្ដង នៅពេលដែលគាត់បានក្អួតគាត់នឹងគឺក្អួតចេញទៅកៅមុននឹងបញ្ចប់ជាមួយនឹងអេពីសូតមួយនេះយើងគឺបានឃើញជាមួយនឹងអាប៉ែរីយូហើយនឹងកូនចៅរបស់គេគឺជាបុរៈបុរសនៅក្នុងសម័យបុរាណហ្នឹងគឺកំពុងតែសន្ធិដ្ឋនៅកន្លែងមួយដែលយើងមិនស្គាល់ចំណែកឯនៅពេលហ្នឹងវិញពួកគេទាំងពីរហ្នឹងគឺកំពុងតែសម្លាប់មនុស្សចំណែកឯអាប៉ែរីយូវិញគេហ្នឹងគឺពិតជាសប្បាយចិត្តមែនតើចំណែកឯបុព្វបុរសនៅក្នុងសម័យបុរាណរបស់អាប៉ែរីយូនឹងវិញនៅពេលដែលវាបានមើលទៅកាន់ដុំពេជ្រមួយវានឹងគឺចាប់ផ្ដើមប្រកាសតែម្ដង ហើយវាបាននិយាយទៅកាន់លោកម្ចាស់របស់វាថាទីបំផុតមនុស្សស្រីម្នាក់នោះគឺចាប់ផ្ដើមរស់ឡើងវិញហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់អញ្ចឹងហើយខ្ញុំគឺមិនផ្ដល់ឲ្យអាការមួយនេះរត់ផុតនោះទេខ្ញុំនឹងធ្វើដំណើរទៅជួបនាង
ចំណែកឯមនុស្សស្រីដែលវាបាននិយាយសម្ដែងវិញដែលម្នាក់ហ្នឹងគឺជា Saber នឹងឯង